បរិមម្នាក់បណ្ដឹងថាមានវិបត្តិអ្វីបានធ្វើអត្តឃាតចងកសម្រាប់ខ្លួនចោលប្រពន្ធនិងកូនទៅតែកើតបានមួយខែនៅក្នុងបន្ទប់ទឹក បរិមម្នាក់បានសម្រេចចិត្តយករមាចងកសម្រាប់ខ្លួននៅក្នុងបន្ទប់ទឹកចោលប្រពន្ធនិងកូនទៅតែកើតបានមួយខែដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 9:30 នាទីយប់ថ្ងៃទី 21 ខែឧសភាឆ្នាំ 2026 ស្ថិតនៅក្នុងសង្កាត់ចំចៅទី 2 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញតាមការបញ្ជាក់ពីស្ត្រីជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថានៅមុនពេលដែលកើតហេតុបរិសុទ្ធជនរងគ្រោះត្រូវជាប្តីបានផ្លាស់ខោអាវចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹកក្រោយមកដោយស្ត្រីជាប្រពន្ធចាំយូរពេកមិនឃើញចេញមកវិញក៏ចូលទៅគោះទ្វារបន្ទប់ទឹកស្រែកហៅតែបរិសុទ្ធជនរងគ្រោះមិនឆ្លើយតបក៏សម្រេចចិត្តច្រានទ្វារចូលទៅស្រាប់តែស្រឡំកាំងឃើញប្តីចងកសម្រាប់ខ្លួនបាត់ទៅហើយរួចក៏បានតាក់ទងទៅម្ដាយបរិសុទ្ធរងគ្រោះឲ្យមកទីតាំងកើតហេតុហើយម្ដាយមិនអស់ចិត្តក៏បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យប៉ុន្តែអកុសលបានដាច់ខ្យល់ស្លាប់បាត់ទៅហើយរួចក៏បញ្ជូនមកក្បែរបន្ទប់ជុលវិញហើយក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏តាក់ទងទៅមន្ត្រីជំនាញកសលវិច័យឲ្យចុះមកពិនិត្យលើសពបន្តក្រោយពេលពិនិត្យរួចសមត្ថកិច្ចជំនាញបញ្ជាក់ថាសពពិតជាបានស្លាប់ដោយសារតែចងកសម្រាប់ខ្លួនពិតមែនរួចក៏ធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត Next Big News